បាទអរគុណណាស់ប្រិមិត្តពុកម៉ែបងប្អូនជាទីមេត្រីយើងឆ្លងទៅកីឡាអន្តរជាតិវិញម្ដងបាទយើងឃើញថាគ្រីស្ទីណូរ៉ូណាល់ដូបាទគឺសុទ្ធបញ្ចូលទីគ្រាប់ទី950បាទគឺគ្រាប់របស់គាត់ហើយក្នុងអាជីពបាល់ទាត់បន្ទាប់ពីជួយឲ្យក្លឹបអាណាសឺបាទគឺយកឈ្នះក្រុមបាទគឺអាសហាំនៅក្នុងលទ្ធផល2-0 រ៉ូណាល់ដូសុទ្ធគ្រាប់ទី2នៅនាទី88បន្ទាប់ពីមិត្តរួមជាតិបាទចៅហ្វីលីបសុទ្ធគ្រាប់ទី1ឲ្យអាណាសឺនៅនាទី25បាទគឺពេលនេះបាទគឺអាណាសឺបាទឃើញថាបាទគឺសម្រាប់បាទគឺក្រុមអាណាសឺនេះបាទគឺប្រកួតចាញ់ក្រុមអាល់អេទីហេតកាលពីយប់មិញនៅក្នុងពានរង្វាន់បាទ King Cup ដូច្នេះបាទរ៉ូណាល់ដូបាទគឺគាត់បាទគឺសុទ្ធបាន950គ្រាប់ហើយទិសដៅរបស់គាត់ហ្នឹងគឺចង់បានបាទគឺ1000គ្រាប់នៅក្នុងអាជីពដើម្បីបាទគឺព្យួរស្បែកជើងនៅលើជញ្ជាំងផងដែរគិតត្រឹមសប្តាហ៍ទី9បាទនៅក្នុងក្របខ័ណ្ឌ English Premier Leagueបាទគឺមានសំណួរសួរថាតើកំភ្លើងធំ Arsenal អាចទទួលបានជើងឯក English Premier League បានដែរឬទេបើការប្រកួត8ដងចុងក្រោយរក្សា clean sheet 5ដងទៅហើយសុទ្ធបញ្ចូលទីបាន17គ្រាប់ច្រើនជាងក្រុមជើងឯកចាស់ Liverpool ដែលធ្លាប់ធ្វើបានកាលពីរដូវមុនប្រធានក្រុមសញ្ជាតិន័រវេដូចជាកីឡាករ Martin Odegaard Noni Madueke Gabriel Jesus បាខាយ Havertz ស្ថិតក្នុងចំណោមកីឡាករដែលមានទេពកោសល្យប៉ុន្តែពួកគេពីនេះបាទគឺមានរបួសទៅហើយកាលពីរដូវមុនអាសណលសុទ្ធបាន69គ្រាប់របូតគ្រាប់បាន20គ្រាប់លេងត្រឹម34ប្រកួតកាលពីចន្លោះថ្ងៃទី31ខែមករានិងថ្ងៃទី31ខែមីនាឆ្នាំ1998អាសណលប្រកួត8ដងមិនរបូតគ្រាប់បាល់សោះក្រោមការដឹកនាំរបស់លោកតាអាសងវងសែបាទគឺការពីសម័យនោះអញ្ចឹងសូមទស្សនិកជនបន្តិចមើលថាតើអាសណលបាទគឺអាចទទួលបានជើងឯក Premier League ទេពេលនេះហើយកំពុងតែមាន4ពិន្ទុនាំមុខគេបាទនៅលើតារាងបាទគឺ Premier League តែម្ដងនេះគឺជាសំណួរដែលត្រូវសួរទស្សនិកជនទៅវិញព្រោះថាក្រោមការដឹកនាំរបស់លោក Miguel Arteta នេះពេលនេះគឺកំពុងតែ inform បាទគឺធ្វើបានល្អមានសំណួរសួរទស្សនិកជនមួយទៀតថាតើ Harry Kane អាចឈ្នះពានរង្វាន់ Ballon d'Or ឬគេហៅថាបាល់មាសនៅរដូវកាលថ្មីនេះដែរឬទេបើសុទ្ធបញ្ចូលទីស្ទើរតែគ្រប់ការប្រកួតឲ្យក្រុម Bayern Munich កាលពីដើមឆ្នាំនេះ Harry Kane បានធ្វើពិធីឆ្លងជើងឯកបាទគឺ Bundesliga ជាមួយនឹងក្រុម Bayern Munich បន្ទាប់ពីអាក់ខានមិនធ្លាប់ឈ្នះពានរយៈពេល15រដូវកាលក្នុងអាជីពរបស់ខ្លួនប្រធានក្រុមអង់គ្លេសរូបនេះដែលឈានចូលដល់វ័យ32ឆ្នាំទៅហើយនោះសុទ្ធបាន20គ្រាប់លេខ12ប្រកួតឲ្យក្រុម Bayern Munich ប្រសិនបើអង់គ្លេសឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ2026រូបគេពិតជាឈ្នះពានរង្វាន់ Ballon d'Or ជាមិនខានកីឡាករដែលឈ្នះពានរង្វាន់ Ballon d'Or ចុងក្រោយសម្រាប់ជនជាតិអង់គ្លេសគឺមានតែ Michael Owen ធ្លាប់ទទួលបានកាលពីឆ្នាំ2001សម័យលេងឲ្យ Liverpool ហើយមានកីឡាករអង់គ្លេសចំនួន3រូបទៀតដែលធ្លាប់ឈ្នះពានរង្វាន់បាល់មាសនេះរួមមានដូចជាលោក Stanley Matos នៅឆ្នាំ56 Bobby Charlton ឆ្នាំ66លោក Kevin Keegan ធ្លាប់ទទួលបាន2ដងគឺឆ្នាំ78និងឆ្នាំ1979 Harry Kane អាចក្លាយជាកីឡាករអង់គ្លេសទី5ដែលឈ្នះពានរង្វាន់ Ballon d'Or នេះដែរឬទេលេងឲ្យក្រុម Bayern Munich 108ប្រកួតសុទ្ធបាន105គ្រាប់បានក្លាយជាកីឡាករដំបូងគេដែលសុទ្ធបាន100គ្រាប់ឡើងទៅបាទគឺប្រកួតតិចជាងនៅក្នុងចំណោមលីកទាំង5របស់អឺរ៉ុបបាទលីកទាំង5របស់អឺរ៉ុបហ្នឹងគឺមានដូចជា Premier League បាទគឺ La Liga Bundesliga លីកអង់និង Serie A ជាដើមចឹងទៅបាទនេះគឺជាសំណួរសួរទៅទស្សនិកជនជួយ comment ផងបាទយើងទៅមើលព័ត៌មានមួយទៀតបាទគឺកំពូលបាទគឺអ្នកប្រដាល់បាទមើលទៅมันមានដៃគូណាត្រូវប្រកួតប្រជែងជាមួយនឹងគាត់តទៅទៀតទេ Alexander Yuski ស្ទើរតែរកដៃគូប្រកួតលែងបានដោយសារតែកីឡាករលំដាប់កំពូលទម្ងន់ធ្ងន់ Heavyweight Champion កំពុងតែធ្លាក់កោតបាទដូចជា Yuski ធ្លាប់យកឈ្នះបាទគឺស្ទើរតែទាំងអស់ទៅហើយក្រោយការពារខ្សែក្រវ៉ាត់ជាមួយនឹង Dobers មានសំណួរសួរថាតើ Yuski ចង់ជួបជាមួយកីឡាកររូបណា Yuski មិនមានចម្លើយណាមួយច្បាស់លាស់នោះទេដូចនេះថាតើ Yuski គួរប្រកួតជាមួយ Tyson Fury ជាលើកទី3 Anthony Joshua ជាលើកទី3 Derek Chisora បាទជាលើកទី2
ចម្លើយសមស្របមានតែកីឡាករ Joseph Parker ប៉ុណ្ណោះដែលសមនឹងប្រកួតជាមួយនឹង Yuski បន្ទាប់ពី Parker បាទទោះបីជាធ្លាប់ចាញ់ Anthony Joshua និង Dillian Whyte ដោយបន្ទុកប៉ុន្តែការប្រកួតស្វិតស្វាញគ្នាមិនចាញ់ដាច់ឡើយទោះបីចាញ់បាទគឺโจបាទគឺ Roy Chi បាទគឺធ្លាប់សន្លប់ប៉ុន្តែបានត្រឡប់មកវិញដោយយកឈ្នះកីឡាករខ្លាំងៗផ្សេងទៀត6ប្រកួតជាប់គ្នានិងកំពុងតែគ្រងតំណែងខ្សែក្រវ៉ាត់ WBO Interim Heavyweight Champion ផងដែរចឹងបាទ Alexander Yuski នេះគឺខ្លាំងមែនតើហើយបាទគឺมันមានដៃគូណាមួយដែលស័ក្តិសមនឹងគេទេនៅពេលនេះបាទគឺមានតែសំណួរប៉ុន្តែចម្លើយអត់មាននៅឡើយទេ យើងទៅមើលកម្មវិធីប្រណាំងកំជ្រួចលើគោកឬក៏ហៅថា Formula 1 បាទគឺ Champion បាទគឺនៅសប្តាហ៍នេះដែរបាទឃើញថាបាទគឺ Lando Norris បាទទទួលបានជើងឯក Formula 1 ជាលើកទី1ចាប់តាំងពីខែមេសាមកបន្ទាប់ពីទទួលបានជោគជ័យនៅក្នុងកម្មវិធី Mexico City Grand Prix ឆ្នាំ2025នេះខណៈពេលមិត្តរួមក្រុមបើកឲ្យរថយន្ត McLaren ដូចគ្នាគឺ Oscar បាទគឺPiastriទទួលបានចំណាត់ថ្នាក់ទី5និង Max Verstappen មកពីប្រទេសហូឡង់ជិះឲ្យក្រុម Red Bull ទទួលបានចំណាត់ថ្នាក់ទី3តាមពីក្រោយ Charles Leclerc បាទគឺសរុបពិន្ទុរហូតមកដល់ពេលនេះ Norris មាន357ពិន្ទុបាទឈរលេខ1លេខ2 Oscar មាន356ពិន្ទុនិងលេខ3បាទគឺ Max Verstappen បាទគឺមានបាទគឺ321ពិន្ទុអ្នកឈ្នះមួយទីលានបាទគឺមាន25ពិន្ទុផងដែរក្រុម SC Bayern Munich បាទគឺបានឲ្យកុងត្រាបន្ថែមទៅលើលោក Vicente Company បាទគឺជនជាតិបែហ្សិកបានពន្យាកិច្ចសន្យាដឹកនាំ Bayern Munich 2ឆ្នាំទៀតពលគេដឹកនាំ Bayern Munich ដល់រដូវក្តៅបាទគឺឆ្នាំ2029ខណៈពេលកិច្ចសន្យារបស់គាត់បាទគឺមានសុពលភាពបាទគឺកិច្ចសន្យាចាស់នោះមានសុពលភាពត្រឹមតែ2027ទេបរិសញ្ជាតិបែហ្សិកវ័យ39ឆ្នាំរូបនេះដឹកនាំបាយ័នម៉ានីក67ប្រកួតឈ្នះ49ប្រកួតគ្រប់កម្មវិធីបាយ័នម៉ានីកចាប់ផ្ដើមរដូវកាល2025-2026នេះឈ្នះជើងឯក German Super Cup ហើយមាន5ពិន្ទុនាំមុខគេក្នុងតារាង Bundesliga ទៀតខ្ញុំគិតថាលោក Vicente Company នេះគឺជាអ្នកល្មមទេប៉ុន្តែនៅពេលដែលដឹកនាំក្រុមធំនៅអាល្លឺម៉ង់គឺទទួលបានជោគជ័យបាទគាត់ធ្លាប់ដឹកនាំក្រុម Burnley ហើយគាត់គឺជាកីឡាករល្បីឈ្មោះរបស់ក្រុម Hamburg និង Manchester City ការប្រកួតកីឡាអូឡ িম্প ពិករដូវរងាឆ្នាំ2026ដែលទីក្រុងមីឡង់ប្រទេសអ៊ីតាលីធ្វើជាម្ចាស់ផ្ទះនៅសល់100ថ្ងៃទៀតនឹងចាប់ផ្ដើមហើយ Lindsey Vonn បាទកំពូលអ្នកជិះលើអាកាសគេហៅថាជិះស្គីលើវិហារបាទគឺថ្មីត្បិតតែនាងបាទគឺមានវ័យ41ឆ្នាំទៅហើយប៉ុន្តែនាងបានត្រឡប់មកចូលរួមជាមួយនឹងក្រុមសហរដ្ឋអាមេរិកជាបន្តទៀតនៅក្នុងបាទគឺព្រឹត្តិការណ៍ការប្រកួតកីឡាអូឡ িম্প ពិករដូវរងាឆ្នាំ2026នាងបានប្រាប់អ្នកសារព័ត៌មានថាវ័យ41ឆ្នាំមិនមែនជាបញ្ហាសម្រាប់រូបនាងទេព្រោះថានាងគឺជាកំពូលកីឡាជិះស្គីរបស់សហរដ្ឋអាមេរិកធ្លាប់ឈ្នះជើងឯកពិភពលោកគេហៅថា World Cup Ski រហូតដល់ទៅបាទគឺ82ចំនួនឯណោះបាទ82ដងខ្លាំងមែនតើបាទហើយនាងបាទគឺធ្លាប់ចូលរួមនៅក្នុងព្រឹត្តិការណ៍លំដាប់បាទគឺអន្តរជាតិនេះគឺច្រើនណាស់ឥឡូវនេះ Lindsey Vonn បានត្រឡប់បាទគឺមកចូលរួមជាមួយនឹងក្រុមសហរដ្ឋអាមេរិកវិញបាទក្នុងនាមជាកីឡាករនីបាទគឺជិះស្គីបាទគឺជាក្រុមបាទរបស់សហរដ្ឋអាមេរិកតែម្ដងបាទហើយនាងគឺជាអតីតបាទគឺមិត្តស្រីរបស់ Tiger Woods ផងដែរអតីតគ្រូបង្វឹកបាទគឺផ្នែកអ្នកចាំទីក្រុមរ៉េម៉ាឌ្រីតនិងហង្សក្រហមលីវើពូលបាទគឺលោកបានទទួលមរណភាពឥឡូវយើងទៅដល់ព័ត៌មានមួយទៀតតាក់ទងនឹងបាទគឺកីឡាករបាទគឺ Arnold បាទគឺ Trent Arnold សិនបាទ Trent Arnold បាទគឺ Trent Alexander Arnold អនាគតរបស់គេបាទគឺនៅក្នុងក្រុមរ៉េម៉ាឌ្រីតប្រហែលជាគ្មានទេបាទមើលទៅបន្ទាប់ពីផ្លាស់ទៅរដូវក្តៅកាលពីមុនហើយរៀលម៉ាឌ្រីតបានចាយឲ្យលីវើពូលត្រឹមតែ10លានផោនឥឡូវនេះគាត់ញោមញីដោយសាររបួសទម្រង់ធ្លាក់ចុះហើយក៏ត្រូវប្រជែងបាទគឺជាមួយនឹងកីឡាករ Daniel Carvajal ដែលជាប្រធានក្រុមរៀលម៉ាឌ្រីតនិង Valverde ពួកគេកំពុងតែលេងល្អអញ្ចឹងអនាគតរបស់គេបាទគឺប្រហែលជាមិនមានទៀតទេបាទនៅក្នុងក្រុមរៀលម៉ាឌ្រីតលំបាកមែនទែនកីឡាករអង់គ្លេសពិបាកបាទគឺយកបាទគឺកន្លែងនៅក្នុងក្រុមរៀលម៉ាឌ្រីតណា
ឥឡូវនេះគឺយើងនៅមានJude Bellingham មួយចុះហើយកីឡាករចេញពីចក្រភពអង់គ្លេសដែលទទួលជោគជ័យដូចជា Gareth Bale អានេះយើងថាជោគជ័យហើយកីឡាករ Wales ហ្នឹងហើយមាន David Beckham ប៉ុន្តែមានកីឡាករមិនជោគជ័យមួយចំនួនដូចជា Michael Owen បាទគឺ Gareth បាទគឺ Southgate បាទសពទៅបាទគឺ Jonathan Southgate នោះJonathan Woodgate បាទសពទៅបាទគឺក៏មិនជោគជ័យដែរប៉ុន្តែដូចជាមាន Stu McManaman ជោគជ័យអញ្ចឹងការទៅប្រជែងនៅក្នុងប្រទេសអេស្ប៉ាញហ្នឹងគឺលំបាកខ្លាំងណាស់អរគុណយើងឆ្លងទៅព័ត៌មានមួយទៀតបាទតាក់ទងនឹងអតីតបាទអ្នកចាំទីបាទគ្រូបង្វឹកបាទគឺចាំទីរបស់ក្រុមរៀលម៉ាឌ្រីតនិងលីវើពូលបាទគឺលោក Jose Emmanuel Ocho Torana បាទគឺលោកទទួលមរណភាពនៅក្នុងវ័យបាទគឺ64ឆ្នាំបាទលោកមានជំងឺបាទរ៉ាំរ៉ៃគេហៅថាជំងឺយូរមកហើយបាទហើយលោកគឺជាអ្នកលេចធ្លោជាងគេដែលជួយបាទគឺបង្ហាត់កីឡាកររបស់ Liverpool កាលពីឆ្នាំ2005សម័យលោក Rafael Benitez ដឹកនាំនោះ Liverpool ឈ្នះជើងឯក Champions League ហើយលោកកាលពីជាកីឡាករលោកធ្លាប់ឈ្នះបាទគឺជើងឯកបាទគឺ League របស់ប្រទេសអេស្ប៉ាញចំនួន3ដង UEFA Cup ជាមួយនឹងក្រុម Real Madrid មុននឹងក្លាយទៅជាអ្នកបាទគឺធ្វើគ្រូបាទរបស់ក្រុម Valencia ផ្នែកអ្នកចាំទីផងដែរក្រុម Reading បាទគឺបានប្រកាសឈ្មោះគ្រូថ្មីបាទគឺតែងតាំងគ្រូថ្មីបន្តទៀតហើយបាទគឺលោកបាទគឺ Liam Richardson បាទគឺមកដឹកនាំក្រុម Reading បាទគឺជំនួសលោក Neil Hunt ដែលត្រូវបានបញ្ចប់តួនាទីបរិះដែលមានវ័យ45ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល1ឆ្នាំកន្លះបាទគិតទៅគឺអត់វែងទេបាទគឺ1ឆ្នាំកន្លះតែប៉ុណ្ណោះបាទហើយលោកក៏ធ្លាប់ដឹកនាំក្រុមដូចជា Rotterdam United Wigan Athletic ពីចន្លោះឆ្នាំ2020ដល់2023ជាដើមអញ្ចឹងលោកនឹងដឹកនាំក្រុម Reading ជាបន្តទៀតChelsea បន្ទាប់ពីជួបវិបត្តិខ្សែប្រយុទ្ធដែលមានរបួសច្រើនឥឡូវនេះបានស្វាគមន៍ដល់កីឡាករវ័យក្មេងអង់គ្លេសបាទគឺ Liam Delap បាទគឺមកជួយក្រុមវិញហើយ Delap សុទ្ធបានមួយគ្រាប់ពេល Chelsea ប្រកួតនៅក្នុងពានរង្វាន់ Club World Cup នៅសហរដ្ឋអាមេរិកកាលពីរដូវក្តៅ Chelsea មានការភ្ញាក់ផ្អើលបន្ទាប់ពីចាញ់ក្រុមឆ្មាខ្មៅ Sunderland 2-1 ធ្វើឲ្យលោកគ្រូធំបាទ Enzo Maresco បាទគឺពិបាកបាទក្នុងការជ្រើសរើសខ្សែប្រយុទ្ធជួរមុខយប់នេះត្រូវជួបជាមួយនឹង Wolverhampton ជាបន្តទៀតនៅក្នុងពានរង្វាន់បាទគឺ Carabao Cup បាទគឺឆ្នាំ2025-2026ផងដែរនៅក្នុង Chelsea នេះបាទគឺគេហៅថាត្រូវគេហៅថាបណ្ដាសាឬក៏ជារឿងអាក្រក់មួយឲ្យតែពាក់អាវលេខ9អ្នកពាក់អាវលេខ9នេះគឺអត់ជោគជ័យទេបាទនៅក្នុងក្រុម Chelsea ហ្នឹងគឺមានច្រើនហើយបាទគឺសម្រាប់បាទគឺ Chelsea ឥឡូវ Delap នេះពាក់អាវលេខ9ទៀតដែរយើងមើលបាទគឺមានកីឡាករហូឡង់ដូច Galit Bolazor បាទ Ferit Emerick Aubameyang ក៏បានចាក់ចេញទៅមាន Romelu Lukaku ក៏អត់បានជោគជ័យមាន Tammy Abraham ដែលទៅលេងឲ្យ Roma ទៅជោគជ័យមាន Gonzalo Higuain កីឡាករអាសង់ទីន Alvaro Morata Radamel Falcao Fernando Torres Franco de Santos បាទគឺ Steve Saiwell បាទសិតតែកីឡាករលេខ9ឲ្យតែលេខ9នេះគឺពិបាកចំណែកលេខ7នៅ Man U ក៏ពិបាកលេខ7នៅ Man U ក៏ពិបាកលេខអ្នកពាក់លេខ9នៅ Chelsea ក៏ពិបាកផងដែរអរគុណការប្រកួតបាល់ទាត់ពានរង្វាន់ African Nation Cup ឆ្នាំ2025នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះហើយគឺនៅបាទគឺខែធ្នូនេះ Man U កំពុងតែលេងល្អតារាអាហ្វ្រិកនេះ Mbemo នេះឥឡូវនេះ2នាក់ហ្នឹងបាទគឺទៅប្រកួតនៅពានរង្វាន់ FIF អាហ្វ្រិកហើយធ្វើឲ្យ Man U ចាប់មានបញ្ហាទៀតក៏ថាបានបាទកីឡាករទាំងពីរបាទគឺមួយទៅតំណាងឲ្យប្រទេសកាមេរូនដូចជា Mbemo ហ្នឹងទៅកាមេរូនណាបាទ Brian Mbemo ហើយ Ahmed Diallo ហ្នឹងបាទគឺទៅប្រទេស Cote d'Ivoire ឬក៏បាទគឺ Ivory Coast ជាដើមអញ្ចឹងទៅបាទ Man U បាទត្រូវជួបការលំបាកហើយមានកីឡាករបាទគឺល្បីមួយចំនួនទៀតបាទគឺដូចជាកីឡាករបាទគឺ Noazor ទៅប្រទេសម៉ារ៉ុកបាទការប្រកួតពានរង្វាន់ FIF អាហ្វ្រិកបាទគឺនឹងចាប់ដើមនៅថ្ងៃទី21ខែធ្នូបាទដែលប្រទេសម៉ារ៉ុកត្រូវធ្វើជាម្ចាស់ផ្ទះហើយនឹងបញ្ចប់នៅថ្ងៃទី18ខែមករា
មានកីឡាដ្ឋានចំនួន9ទីក្រុងចំនួន6ដែលត្រូវធ្វើជាម្ចាស់ផ្ទះហើយក្នុងនោះបាទក្រុមប្រទេសកូតឌីវ៉ាគឺជាក្រុមជើងឯកចាស់បាទចឹង Man U ត្រូវអវត្តមានបាទគឺ Brian Mbeumo ទៅលេងឲ្យកាមេរូន Ahmed Diallo ទៅលេងឲ្យកូតឌីវ៉ា Nozor ទៅលេងឲ្យប្រទេសម៉ារ៉ុកដែលត្រូវបាទគឺប្រកួតនៅក្នុងពានរង្វាន់ទ្វីបអាហ្វ្រិកនៅក្នុងអង់គ្លេសអត់សូវប៉ះពាល់ច្រើនហ្មងទេតែនៅក្នុងលីកអង់របស់ប្រទេសបារាំងឲ្យតែពានរង្វាន់ទ្វីបអាហ្វ្រិកបាទ2ឆ្នាំម្ដងនោះគឺកីឡាករអាហ្វ្រិកច្រើនណាស់នៅបារាំងនៅក្នុងក្របខ័ណ្ឌលីកអង់បាទរាប់រយនាក់ឯណោះបាទគឺតារាអាហ្វ្រិកម៉ារ៉ុកបាទគឺធ្លាប់ទទួលបានជើងឯកចុងក្រោយតាំងពីឆ្នាំ76មកម្លេះបាទត្រូវជួបជាមួយនៅម៉ាលីបាទកូម៉ូរ៉ូសហើយនិងហ្សាំប៊ីចំណែកកាមេរូនស្ថិតនៅក្នុងពូលដ៏លំបាកបាទអេម៉ូម៉ូហ្នឹងគេស្ថិតនៅក្នុងពូល S ត្រូវជួបជាមួយនឹងកូតឌីវ៉ាហ្នឹងហើយដែលជាមិត្តរួមក្រុមនៅ Man U ហើយប្រទេសកាប៊ុងនិងម៉ូសាំប៊ិកបាទនៅក្នុងកម្មវិធី African Nation Cup ឆ្នាំ2025អរគុណរឿងរ៉ាវកីឡាព្រឹកនេះបានឈានមកដល់ទីបញ្ចប់បាទយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបាទបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក